ពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពសិល្បករសិល្បករនីដែលបានចូលរួមក្នុងកម្មវិធីសម្ពោធអគារសិក្សាថ្មីនៅប្រម៉ោយខាងវាវែងខេត្តពោធិ៍សាត់អញ្ចឹងណាពុកម៉ែបងប្អូនហើយនៅក្នុងនោះក៏មានវត្តមានសិល្បករសិល្បករនីចូលរួមជាច្រើនក្នុងនោះក៏មានអ្នកបងមេងកាពេជ្រចិន្តាបាទបងស្រីខាត់សួស្ដីក៏ដូចជាតារាកិត្តិយសជាច្រើនទៀតហើយនេះគឺជា idol របស់យើងគឺអ្នកម្ដាយខ្ញុំខាត់សួស្ដីបាទហើយនិយាយទៅនេះពេជ្រថៃបងប្អូនគឺនៅក្រៅនិយាយថាវាខ្ជូតកមិចកម៉ើមគួរឲ្យស្រឡាញ់ហ្មងណាហើយមានណាបងសួស្ដីគាត់ខ្នាញ់គាត់ពេកនិយាយទៅកមិចកម៉ើមគួរឲ្យស្រឡាញ់ហ្មងចង់និយាយចឹងពុកម៉ែបងប្អូនចំណាស់ដូចត្រង់ចង់ញាក់មិនជាត្រង់កំហុសកាលខោជាໄວម្ល៉េះខ្លួនជានេះជាថ្មយ៉ាងនឹងថាកាន់សែងស្រីកណ្ដាវាលមឹងអត់ឃ្លៀងម្លឹងប្រឹងរួងធ្វើអ្វីអត់ទោះម្ដងទៅទៅប្រលឹងអើខ្លួនខ្ញុំខំហើយសូមត្រាប្រណីខ្ញុំពិតជាឈួតហ៊ានលួចស្នេហ៍ស្រីអាវរត់ណាត់គ្នាកអាវមិនស្ដាប់អារម្មណ៍លោកអាវខុសឆ្ងាយជំនាញគុណធម៌ของពីរូចរិយាមេងខាងប្រងស្រីស្នេហ៍ណាជាកលបុតឆ្នាំជាតិរក្សាសមក្រៃសោតច្រើនគេឈ្មោះសសាយទស្សនៈវែងឆ្ងាយមកចង់ជាវ័យជាទុំមកเป็นយានពុទ្ធគេទៅមហាគុណេដំណៃអាចនៃសាអូស្អាតដល់ឡៃទៅខ្លងផ្លែគេផ្លែគេត្រង់ខ្ញុំផ្លែអីផ្លែគេណាអត់ដឹងហ៎អត់ដឹងទេឆ្លាក់ឈ្មោះនឹងបានទេផ្លែដូងមែនទេមែនផ្លែដូងទេនឹងផ្លែស្អីផ្លែអីហងនេះlàមកដល់អូសំសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទឥឡូវនេះគឺខ្ញុំបានមកដល់អូសំពុកម៉ែបងប្អូនអូទិសភាពស្អាតសាហាវបាទអូយនឹងជាបានផ្នែកសាហាវវាថាបញ្ចូលថាអំពើភ្នែកបានសាហាវហ្មងខ្ញុំនិយាយមែនតែសំខាន់ឲ្យផ្លែអីខ្ញុំអត់ដឹងពេលនេះផ្លែគេនេះផ្លែគេដឹងអត់សួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំឃើញដើមនេះហើយខ្ញុំអត់ដឹងថាផ្លែអីដើមអីគេអញ្ចឹងបងប្អូនទាំងអស់គ្នាអ្នកដែលគាត់ស្គាល់ជួយខមមិនម្នាក់មួយមើលផ្លែគេហ្នឹងខ្ញុំនិយាយមែនណាខ្ញុំឆ្ងល់មែនតើហ្មងហើយផ្លែធំមួយធ្ងន់ណាស់នេះ
មុនខ្លាំងមកដូចផ្លែតរេនអញ្ចឹងប៉ុន្តែគាត់ថា បងច្រឡំស្មានkhỏiខ្លងតា ចាហ្នឹងហើយខ្ញុំស្មាន មូលប៉ុន្តែនៅចិត្តមូលដូចផ្លែដូង ហ្នឹង ដូចផ្លែដូងបន្តិចដូចផ្លែ ដូចបើនិយាយទៅដូចផ្លែដូងហ្មងដូចផ្លែដូងប៉ុន្តែខ្ញុំអត់ដឹងថាដើមមីគេអាហ្នឹងណា នឹងដើមមីគេបងប្អូនណាស់ស្គាល់ជួយប្រាប់ផង បងប្អូនអស់គ្នាអ្នកដែលគាត់ស្គាល់ជាមួយនឹងផ្លែហ្នឹងកុំភ្លេចជួយខមមិនអ្នកមួយជួយប្រាប់ខ្ញុំផងខ្ញុំចង់ដឹងមែនតើអ្នកព្រោះស្លឹកវាមើលទៅដូចស្លឹកនិយាយទៅ ស្តៀងស្លឹក ស្តៀងស្លឹក ស្លឹកសដាបន្តិចស្លឹកមៀនបន្តិចមិនអី អត់ដឹងផ្លែអញ្ចឹងបងប្អូនកុំភ្លេចជួយខមមិនប្រាប់ខ្ញុំផងណាអូខេ